ការនិយាយពាក្យមិនពិតនិយាយពាក្យមិនស្មោះត្រង់ហ្នឹងមានបាបមានទោសពាក្យស្មោះត្រង់มันអាចធ្វើឲ្យយើងคล้ายទៅជាអ្នកមានបាននោះទេក៏ប៉ុន្តែពាក្យស្មោះត្រង់มันអាចធ្វើឲ្យយើងคล้ายទៅជាអ្នកមានបាននោះទេក៏ប៉ុន្តែពាក្យស្មោះត្រង់វាអាចធ្វើឲ្យយើងមានគុណតម្លៃមនុស្សយើងកាលណាបើយើងមានគុណតម្លៃហើយគេគោរពកោតក្រែងនៅគុណតម្លៃរបស់យើងតែយើងតែនិយាយថាមនុស្សមានគុណធម៌ដែលយើងគួរគោរពនៅក្នុងធម៌តកតងនឹងពាក្យស្មោះត្រង់ហ្នឹងព្រះអង្គសម្ដែងអំពីវិជ័យសុចរិតនិយាយពាក្យមិនពិតនិយាយពាក្យមិនស្មោះត្រង់ហ្នឹងមានបាបមានទោសកើតជាតិណាពេលណាយើងត្រូវគេបោកប្រាស់ដោយពាក្យសម្ដីត្រូវគេកុហកត្រូវគេបញ្ឆោតដោយពាក្យសម្ដីហ្នឹងបាទនៅកន្លែងខ្លះចំណុចខ្លះពាក្យពិតនេះហើយដែលអាចធ្វើឲ្យយើងមានគុណធម៌ដែលគេគោរពកោតក្រែងដែរអញ្ចឹងញោមញាតិញោមអ្នកណាមិនស្មោះត្រង់ជាមួយយើងអ្នកណានិយាយពាក្យមិនពិតជាមួយយើងអានឹងជាបាបជាទោសកំហុសរបស់គេតែសំខាន់កុំឲ្យយើងនិយាយពាក្យមិនពិតទៅលើគេនិយាយពាក្យបោកប្រាស់ទៅលើគេប៉ុណ្ណាណានឹងចូលរួមធម្មទានប៉ុណ្ណឹងអនុមោទនា